อ๋อមីងអូតារ៉េនល្អមីងលក់មិនដែរមីងអូមីនាងចង់ទិញតារ៉េនមកត្រូវកន្លែងហើយមីនាងហើយតារ៉េនហ្នឹងតារ៉េនខ្មែរសុទ្ធតែមីងខ្មែរសុទ្ធមីនាងធានា100%ខ្មែរសុទ្ធអចាំផ្លេតមីងហេស្អីនងមីនាងធូបមីងតែមីងអត់ស្គាល់ធូបទេចាហើយមីនាងយកធូបមកទៅអីមកស្វែងរកសច្ចភាពហើយមីនាងឯងមកស្វែងរកធម៌មកស្វែងរកសច្ចភាពឬក៏មកទិញតារ៉េនមកទិញតារ៉េនប៉ុន្តែការទិញតារ៉េនផងខ្ញុំត្រូវតែទទួលបានសច្ចភាពរបស់ថ្លៃផងទិញឲ្យបានឲ្យដូចចិត្តសួរម្ដងទៀតហើយតារ៉េនហ្នឹងតារ៉េនខ្មែរមីងខ្មែរមីអូនតានីថាខ្មែរសាធុបើសិនជាគាត់និយាយមិនប៉ិតតានីថាអ្នកលក់ជាខ្មែរមីងជាខ្មែរមីងអ្នកលក់តារ៉េនហ្នឹងខ្ញុំបានសួរមីងឯងជនជាតិអីខ្ញុំសួរតារ៉េននេះប្រភពមកពីណាមីនាងប្រភពរបស់តារ៉េននេះគ្រាន់តែជាអតីតកាលទេជប់ខ្វល់ពីអតីតកាលទៅជប់ស្ពាយវាធ្ងន់ណាស់មីនាងយើងគិតពីបច្ចុប្បន្នភាពវិញខ្ញុំសួរថាតារ៉េននេះប្រភពមកពីណាអូមីនាងនេះជាប់ជំពាក់ក្នុងអតីតកាលសបើមកណែមីនាងជីវិតអត់រីចម្រើនទេបើកាលណាយើងនៅត្រាំត្រែងក្នុងអតីតកាលនោះយើងគិតពីបច្ចុប្បន្នទៅអនាគតប្របាក់និយាយគ្នាអញថែមធូបម្ដុំទៀតសិនអញហើយតារ៉េនហ្នឹងតារ៉េនខ្មែរសុទ្ធតែមីងតារ៉េនមីងនាំចូលតើបើតារ៉េននាំចូលប្រាប់ថានាំចូលទៅចាំបាច់កុហកថាផុសខ្មែរបើគេចង់ទិញផុសខ្មែរគេចង់បានផុសខ្មែរហើយបើគេចង់បានអានាំចូលគេទិញអានាំចូលហើយប្រាប់ឲ្យទៅត្រង់ទៅកុំតែបានធូបជួយអូមីងតារ៉េនមីងល្អមីងតារ៉េនហ្នឹងផុសខ្មែរត្រូវអត់ផុសខ្មែរតានីថាផុសខ្មែរមីនាងមីងមានចការខ្លួនឯងមីងដាំមីងលក់រាល់ឆ្នាំមីនាងឯងដែរឃើញទេចាអូខ្ញុំជឿមីងមានចការឡើងប៉ុណ្ណានៃតារ៉េនមួយឆ្នាំលក់រាប់តោនទិញជាមួយមីងទុកចិត្តបានហើយចុះតារ៉េនមីង1គីឡូម៉ាណាសាច់សុទ្ធតារ៉េនមីងគិតជាលុយខ្មែរ1គីឡូ116,756កដកសញ្ញា25សាច់សុទ្ធ1គីឡូជិតពី100000ហើយចុះសបកមីងសបកលក់ម៉េចសបកឲ្យហ្វ្រីមីនាងចង់បានប្រមាណយកទៅមីងអត់លក់ទេនោះនៅមុខហាងមីងបកទុកចោលនឹងចេះតិចតែបើមីនាងចង់បានប្រញាប់ទៅយកបន្តិចទៅឲ្យបានមុនឡានសារ៉ាំគេមកដឹកមីនាងនេះជាឡៃខុសគេវិញចង់ស៊ីសបកតារ៉េនមិនសបកអញ្ចឹងទេមីងខ្ញុំចង់មានន័យថាតារ៉េនមូលណាមីងលក់មិនអាតារ៉េនមូលណាមីនាងចង់បានអាមូលតទៅទិញបាល់តារ៉េនមីងអត់មានមូលទេមីនាងវាផតខ្លះប៉ោងខ្លះវារៀងវាជាខ្លែបមីនាងមែនទេខ្ញុំចង់មានន័យថាអាតារ៉េនមិនតន់បកសបកហ្នឹងអាទាំងមូលទាំងសបកទាំងសាច់ហ្នឹងគេថ្លឹងមកទាំងអស់ហ្នឹង1គីឡូប្រមាណគ្នាឯងលក់មិនថ្លៃទេមីនាង1គីឡូ35,000ហើយចាំបើគ្នាគេ28,000តាពួកនិយមណាមីងមានចការខ្លួនឯងលក់ថ្លៃទៀតផុសខ្មែរសុទ្ធទៅមីនាងទេមីនាងឯងទៅទិញផុសគេអាថោកមិនមែនផុសខ្មែរទេមានតារ៉េនផុសខ្មែរណាតម្លៃហ្នឹងមីងខ្វះអីមីងម្ចាស់ចការគេលក់ថោកជាងមីងកុំទៅជឿប្រយ័ត្នម្ចាស់ចការគេបោកថាម្ចាស់ចការផ្សេងលក់ថោកទៅវាជារឿងមួយប៉ុន្តែនៅផ្សារតានើបគេលក់ថោកជាងមីងដែរហ្នឹងផ្សារតានើបគេអត់មានចការផងនៅតែលក់ថោកជាងមីងហើយមីងម្ចាស់ចការសោះថ្លៃមែនមីងទៅទិញគេទៅបើគេថោកទៅទិញរបស់នាំចូលស៊ីទៅបាច់មកទិញខ្ញុំទេមីងកុំគិតថាផុសខ្លួនឯងល្អតែម្នាក់ឯងផុសគេសិតតែផុសនាំចូលនោះមីងវាជារឿងធម្មតាទេមីនាងរបស់លក់នៅលើទីផ្សារវាមានតម្លៃខុសគ្នាចឹងឯងមានថ្លៃមានថោកទៅតាមគុណភាពទៅតាមថ្លៃដើមចំណាយទៅតាមកេរ្តិ៍ឈ្មោះរបស់អ្នកលក់ទៅតាមទំនុកចិត្តអតិថិជននិងទៅតាមកម្រិតនៃការយកចំណេញអីចឹងទៅណាមិនមីនាងឯងប្រុងឲ្យរបស់មួយលក់តម្លៃស្មើគ្នារែងមែនហើយចុះបើរបស់វាមានថ្លៃមានថោកខុសគ្នាវាជារឿងធម្មតាមិនចាំបាច់មីងទៅថារបស់គេអញ្ចេះរបស់គេអញ្ចោះទៅអីចាស់ពេលខ្លះរបស់គ្នាលក់មិនសូវបានថ្លៃដូចមីងក៏មិនប្រកាសថារបស់គេអន់ជាងមីងមីងគ្រាន់តែនិយាយឲ្យប្រយ័ត្នប្រយែងទេក្រែងចាយលុយទៅទិញមិនបានរបស់ដូចដែលបំណងចង់បាននិយាយទៅខ្ញុំក៏អរគុណមីងដែរដែលបានជួយដាស់តឿនធម្មតាទេមីងអើយអ្នកលក់អ្នកដូរលក់ដូរឲ្យតែមានភាពស្មោះត្រង់លក់តម្លៃសមរម្យសម្ដីឲ្យតែមានសុជីវធម៌ទៅមិនខ្វះទេមួយគេរត់តាមទិញនោះហើយមីងក៏អរគុណមីនាងដែលបានជួយដាស់តឿនមីងដូចគ្នាហើយយើងទាំងពីរក៏អរគុណដល់សៀវភៅឆាយហាក់ថាមែនទាញចូលពាណិជ្ជកម្មតតបានទាញចូលទៅមានតែខាតអីពាណិជ្ជកម្មរបស់ល្អរបស់ជួយដល់ការអប់រំរបស់ជួយដល់ការស្វែងរកចំណេះដឹងរបស់ជួយបង្កើតធនធានទំពាំងស្នងឫស្សីស្ពនស័រទៅមានតែខាតអីមានតែចំណេញទាំងអស់គ្នាបើនិយាយពីសៀវភៅឆាយហាក់វិញស្លឹកសៀវភៅគេរលោងក្រាស់ស្រួលសរសេរជាងមុនកាលាបន្ទាត់មិនដិតពេកមិនស្ដើងពេកល្មមមកតែសេខ្មៅដៃក៏ស្អាតតែសេបិចក៏ស្អាតគូរូបមុខវិជ្ជាជីវៈរូបគីមីក៏បានដោយសារអីដោយសារតែគុណភាពស្លឹកសៀវភៅគេល្អបើនិយាយពីក្របវិញរូបស្អាតណាស់មានទាំងរូបទេសភាពក្នុងសមុទ្ររូបផ្លែឈើរូបតុក្កតាអ្វីដែលពិសេសនោះគឺរូបប្រាង្គប្រាសាទនៃប្រទេសកម្ពុជាយើងរំលេចលើក្របសៀវភៅឆាយហាក់គឺស្អាតខ្លាំងណាស់ទិញសៀវភៅឆាយហាក់មកមិនបាច់ដាក់ក្របអីច្រើនទេដាក់តែក្របថ្លាស្អាតអូតូម៉ាទិកហ្មងដោយសារអីដោយសារតែរូបនៅលើក្របគេស្អាតស្រាប់ឆាយហាក់ល្អអញ្ចឹងស្អាតអញ្ចឹងមានអនុស្សាវរីយ៍ជាមួយសិស្សានុសិស្សច្រើនអញ្ចឹងឆាយហាក់គឺជាផលិតផលរបស់ខ្មែរដើម្បីកូនខ្មែរចំនួនក្រោយឆាយហាក់គឺជាជំរើសដ៏ល្អដើម្បីអនាគតរបស់លោកអ្នក